ដល់ក៏សង្ក្រានក្រុងប៉ោយប៉ែតឆ្នាំនេះនិយាយពីថាតែចាក់ភ្នែកឲ្យសบายខ្លាំងមែនទែនជាមួយនឹងការចូលរួមពីមិត្តយុវវ័យរបស់យើងជាពិសេសសម្បូរស្រីស្អាតខ្លាំងណាស់គ្រាន់តែទៅដល់ក្រុងប៉ោយប៉ែតភ្លាមខ្ញុំទក់ដូចប្រហុកចឹងបងប្អូនហើយនិយាយពីថាមនុស្សវិញខាប់ទឹកខាប់ដីដូចតែគ្រឿងបងប្អូនបានឃើញយើងច្រើនណាស់តាអ្នកនៅប៉ោយប៉ែតទេណានៅប៉ោយប៉ែតខាងនេះនៅប៉ោយប៉ែតដែរនៅប៉ោយប៉ែតមកលេងប៉ោយប៉ែតអត់ទេមិនតែទីនេះនៅប៉ោយប៉ែតតែសบายអត់ប៉ោយប៉ែតសบายមានអីប្រដាំផ្ញើទៅអ្នកនៅខេត្តផ្សេងៗសង្ក្រានអត់នៅប៉ោយប៉ែតហ្វាយតាប៉ោយប៉ែតជីទៅដល់ផ្លូវណាក៏សិតតែមនុស្សដែរបងប្អូននិយាយពីថាច្រើនខ្លាំងណាស់គ្រាន់តែទៅដល់ក្រុងប៉ោយប៉ែតពីស្វាគមន៍ពីបងប្អូនវិញទក់ដូចប្រហុកតែម្ដងម្នាក់បាញ់ទឹកផងប៉ាតម្សៅផងអរគុណសម្រាប់ការស្រឡាញ់ចូលចិត្តខ្ញុំផ្ទាល់តែម្ដងអរគុណបងប្អូនទាំងអស់គ្នាគ្រាន់តែឃើញសុំថតរូបសុំអីសប្បាយចិត្តខ្លាំងមែនទែនបានមកសង្ក្រានក្រុងប៉ោយប៉ែតឆ្នាំនេះគឺអត់ស្ដាយក្រោយទេម្សិលមិញគឺខ្ញុំសង្ក្រាននៅក្រុងបាត់ដំបងឥឡូវនេះខ្ញុំមកដល់ក្រុងប៉ោយប៉ែតហើយថ្ងៃស្អែកខ្ញុំនឹងទៅសង្ក្រាននៅក្រុងសៀមរាបម្ដងអញ្ចឹងអ្នកសៀមរាបត្រៀមសប្បាយទាំងអស់គ្នានៅ Pub Street នៅកន្លែងដែលមានទីតាំងលេងបាញ់ទឹកហើយទៅសើមែនតើសម្រាប់បងប្អូនទាំងអស់គ្នានៅក្រុងប៉ោយប៉ែតជាមួយនឹងការសង្ក្រានបែបនេះគឺលេងមកគឺអត់មានលឺលោកអីទេប៉ាតម្សៅដឹងប៉ាតម្សៅបាញ់ទឹកគឺអត់មានបន្លំគ្នាទេតែបន្លំគ្នាប៉ូលីសគេចាប់ឲ្យបងប្អូនទាំងអស់គ្នាដោយសារតែយើងមានកងកម្លាំងដើម្បីរៀបចំសម្ដាប់ធ្នាប់នៅក្រុងប៉ោយប៉ែតហើយអរគុណទៅដល់បងកងកម្លាំងទាំងអស់គ្នាដែលបានសម្រួលក៏ដូចជារៀបចំជូនបងប្អូនខ្មែររបស់យើងសង្ក្រាននិយាយពីថាសប្បាយណាស់ហើយជាពិសេសទៅចាក់ភ្នែកជាមួយនឹងស្រីស្អាតប្រុសស្អាតរបស់យើងគឺថាច្រើនណាស់ដែលគាត់បានមកលេងនៅក្រុងប៉ោយប៉ែតនេះជាពិសេសជាមួយនឹងអាផ្លូវដើមបត្រាបងប្អូនទាំងអស់គ្នាហើយកន្លែងនេះវិញគឺកន្លែងដែលទីតាំង concert មកកន្លែងមនុស្សច្រើនសាហាវតែម្ដងបងប្អូនហើយមិនថាតែផ្លូវដើមបត្រាក៏ដូចជាច្រកផ្លូវផ្សេងទៀតហើយបើនិយាយស្រីស្អាតរបស់យើងអូយសិចស៊ីដល់កសង្ក្រានឆ្នាំនេះមានទាំងជនជាតិខ្មែរជនជាតិឥណ្ឌូជនជាតិថៃគឺមានគ្រប់មុខមកទាំងអស់តែម្ដងមិនមែនតែខ្មែរសុទ្ធទេបងប្អូនទាំងអស់គ្នានៅច្រកទ្វារព្រំដែនអន្តរជាតិក្រុងប៉ោយប៉ែតហ្នឹងគឺមានច្រើនប្រទេសណាស់អញ្ចឹងមានទាំងឥណ្ឌូមានទាំងថៃមានទាំងខ្មែរនេះកន្លែងនេះខាប់ដូចតែគ្រឿងហ្នឹងបើថាជិះម៉ូតូចូលទៅគឺជាប់ផ្អេសដូចខ្ញុំតែម្ដងទៅដល់ភ្លាមនិយាយថាបងប្អូនគាត់ស្រឡាញ់គាត់កាក់សុំថតរូបផងប៉ាត់ម្សៅផងអូយសប្បាយណាស់ផ្ញើវីដេអូទាំងអស់នេះជូនទៅដល់អ្នកក្រុងប៉ោយប៉ែតបើសិនជាបានឃើញហើយកុំភ្លេច share ទាំងអស់គ្នាស្ទីលបងប្អូននៅក្រុងប៉ោយប៉ែតអូយនិយាយពីថាស្រីស្អាតខ្ញុំថ្ងៃនេះគឺតែចាក់ភ្នែកខ្លាំងមែនទេគ្រាន់តែទៅដល់ភ្លាមស្វាគមន៍ពីបងប្អូនទាំងអស់គ្នាចាប់ថើបម្នាក់មកសើទៅអ្នកខ្លះក៏ប៉ាតម្សៅទៅអ្នកខ្លះក៏ចាប់បាញ់ទឹកអរគុណខ្លាំងមែនទែនសម្រាប់ការស្រឡាញ់របស់បងប្អូនខ្មែរទាំងអស់គ្នាណែកន្លែងនេះក៏ខាប់ទឹកខាប់ដីដែរច្រើនណាស់មិនថាអ្នកនៅក្រុងប៉ោយប៉ែតក៏ដូចជាអ្នកនៅខេត្តផ្សេងនេះគាត់មកលេងក្រុងប៉ោយប៉ែតណាបងប្អូនទាំងអស់គ្នាខ្ញុំហ៊ាននិយាយថាក្រុងប៉ោយប៉ែតពេលដែលចូលឆ្នាំសង្ក្រានម្ដងនិយាយពីថាបាញ់ទឹកវិញគឺសប្បាយណាស់ដោយតែបងប្អូនបានឃើញអញ្ចឹងនិយាយពីថាលេងនេះគឺលេងមកឆ្ងាញ់ហើយលេងអត់មានប្រហើនអត់មានលឺលុកអីទេចាក់ទឹកដឹងចាក់ទឹកប៉ាតម្សៅច្រើនណាស់អញ្ចឹងសម្រាប់អ្នកដែលឃើញរូបភាពខ្លួនឯងនៅក្នុងវីដេអូនេះចូល share ទាំងអស់គ្នាទៅដើម្បីបង្ហាញនៅសង្ក្រានក្រុងប៉ោយប៉ែតឲ្យបងប្អូនមួយចំនួនដែលគាត់ឆ្នាំក្រោយអីចង់មកលេងក្រុងប៉ោយប៉ែតអីមកបានដែរបងប្អូនមើលខាប់ដូចតែគ្រឿងអញ្ចឹងបងប្អូនអើយនិយាយពីថាមនុស្សអ្នកខ្លះក៏គេជិះឡាននៅលើផ្លូវតូចទៅអ្នកខ្លះក៏ជិះម៉ូតូទៅអ្នកខ្លះក៏ដាក់កាភ្លើងបាញ់ទឹកបាញ់អីតាមហ្នឹងទៅនិយាយពីថាសង្ក្រានឆ្នាំនេះគ្រប់ខេត្តគឺសប្បាយខ្លាំងជាពិសេសខ្ញុំមកថ្ងៃទី2នៅក្រុងប៉ោយប៉ែតនេះខ្ញុំលេងទឹកមកឆ្ងាញ់តែម្ដងសប្បាយណាម្សិលមិញសង្ក្រាននៅក្រុងបាត់ដំបងថ្ងៃនេះសង្ក្រាននៅក្រុងប៉ោយប៉ែតខាប់ទឹកខាប់ដីបែបនេះនឹកឃើញអនុស្សាវរីយ៍ធ្លាប់លេងក្រុងប៉ោយប៉ែតកាលពីមុនឥឡូវយើងចេញមកនៅខាងភ្នំពេញអញ្ចឹងណាផ្ញើវីដេអូនេះជូនទៅកាន់មិត្តយុវវ័យទាំងអស់គ្នាផងដែរសម្រាប់ការសង្ក្រាននៅក្រុងប៉ោយប៉ែតអូយសម្បូរស្រីស្អាតណាបងប្អូនអើយអញ្ចឹងមកថាបើសិនជាឆ្នាំក្រោយអ្នកដែលអត់បានមកក្រុងប៉ោយប៉ែតអីមកលេងមកសម្បូរមនុស្សគឺថាខាប់ទឹកខាប់ដីឲ្យលេងសប្បាយបងប្អូននៅក្រុងប៉ោយប៉ែតនេះគឺគាត់លេងគាត់ស្វាគមន៍រុះរាយរាក់ទាក់ថតរូបរំបាញ់ទឹកប៉ាតម្សៅអញ្ចឹងគឺថារីករាយខ្លាំងមែនតើតែម្ដងនិយាយពីថាមនុស្សវិញអូយមិនបាច់និយាយទេបងប្អូនដូចតែបានឃើញអញ្ចឹងខ្ញុំចូលទៅគឺកកកុញឲ្យត្រូវខ្ញុំគេស្គាល់បងប្អូនអូចាប់ថើបផងចាប់ប៉ាតម្សៅផងអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលអាណិតស្រឡាញ់ឬក៏ចូលចិត្តខ្ញុំសម្រាប់ការថតរូបប៉ាតម្សៅអីគឺសប្បាយអរគុណអ្នកទាំងអស់គ្នាផងដែរហើយជូនពរអ្នកទាំងអស់គ្នាឱកាសសង្ក្រានហ្នឹងពេលដែលយើងដើរលេងដើរអីអញ្ចឹងទៅយើងយល់យកគ្នាទៅវិញទៅមកព្រោះថាយើងសិតតែជាកូនខ្មែរទេគេមានកន្លែងបាញ់ទឹកពពុះសាប៊ូទៀតកន្លែងនេះសប្បាយខ្លាំងណាស់បងប្អូនអើយអញ្ចឹងយប់ឡើងវិញថាខាប់ទឹកខាប់ដីដូចទឹកគ្រឿងអញ្ចឹងអ្នកខ្លះឡើងលើកៅអីបាទរំផងបាញ់ទឹកផងសប្បាយពីព្រោះថាមួយឆ្នាំមានតែប្រហែលថ្ងៃទេអញ្ចឹងដាក់មកអស់ដៃទៅនេះខ្ញុំហោះដ្រូនប្លង់ពីលើអាផ្លូវបាទដើមបត្រាបងប្អូនបានមើលគ្រប់ជ្រុងតែម្ដងមិនថាផ្លូវណាផ្លូវណីទេគឺបាញ់ទឹកខាប់ដូចទឹកគ្រឿងអញ្ចឹងណែបងប្អូនមើលទៅគ្រប់ផ្លូវគ្រប់ជ្រុងលេងមកឆ្កាញ់តែគាត់ថាផ្លូវដែលច្រើនជាងគេខ្លាំងហ្នឹងគឺផ្លូវដើមប
បត្រីអញ្ចឹងអ្នកដែលដឹងខ្លួនថាធ្វើការធ្វើអីកុំទៅផ្លូវដើមបត្រីអីកិច្ចមិនផុតជាមួយនឹងការបាញ់ទឹករបស់គេទេគឺគេបាញ់ដាក់ពេញខ្លួនតែម្ដងអូសប្បាយណាស់អ្នកខ្លះក៏កង់3អ្នកខ្លះក៏ម៉ូតូទៅអែមហួសអញ្ចឹងផ្ញើរូបភាពក៏ដូចជាទស្សនវិជ្ជាដ៏រីករាយនៅក្រុងប៉ោយប៉ែតជាមួយនឹងថ្ងៃសង្ក្រាន្តទី2ឬក៏ទី1ទេខ្ញុំភ្លេចបាត់ហើយខ្ញុំមកដល់នេះម្សិលមិញខ្ញុំថតដល់បាត់ដំបងអរគុណច្រើនជួបគ្នានៅឱកាសក្រោយទៀត